យុវជនចំនួនក្រោយក៏បីលៃយ៉ាងម៉េចឲ្យចេះស្ថិតនៅក្នុងក្រមសីលធម៌ព្រោះថាដែលយើងរៀនដល់បណ្ឌិតនោះក៏គ្មានតម្លៃដែរបើសិនតែយើងគ្មានក្រមសីលធម៌មិនរៀនដល់បណ្ឌិតមើលទៅអ្នកជុំវិញថាជាសម្រាមល្ងង10ចិត្តមិនចេះអីហ្នឹងគឺមិនទេណាបើកណ្ណាយើងរៀនកាន់តែខ្ពស់យើងក៏បីអនុគ្រោះឲ្យកាន់តែទៀបដល់ជនគ្រប់ស្រទាប់វណ្ណៈឥឡូវយើងរៀនចប់បណ្ឌិតបើយើងដើរឈើយដាក់គេត្រង់អញ្ចឹងទៅគេមិនលើកដៃសាទរយើងទេប៉ុន្តែបើយើងរៀនត្រឹមអក្ខរកម្មក៏ដោយតែយើងទៅចេះលើកដៃសម្រៀបសួរសំពះគេសម្ដែងគិរវៈគេក៏រាប់រកយើងវិញអញ្ចឹងដែរណាអញ្ចឹងចំណេះដឹងវាប្រសើរហើយប៉ុន្តែបើចេះដឹងហើយប្រកបដោយក្រមសីលធម៌នោះរឹងរឹកតែប្រសើរដែរប៉ុន្តែបើមានតែក្រមសីលធម៌ខ្វះចំណេះដឹងក៏វាពិបាកដែរអញ្ចឹងហើយទើបសូមឲ្យយើងលើកកម្ពស់តម្លៃសិក្សានេះគឺប្រឹងសិក្សាស្វែងយល់ស្រាវជ្រាវរៀបរកនៅចំណេះដឹងឯណាថ្មីដែលយើងមិនទាន់ដឹងមិនទាន់ចេះឲ្យចេះប៉ុន្តែពេលដែលចេះដឹងហើយក៏បីត្រូវរស់នៅក្នុងក្រមសីលធម៌កុំចេះរហូតដល់ថ្នាក់មើលទៅឃើញអ្នកជុំវិញខ្លួនដូចមិនមែនមនុស្សអញ្ចឹងនោះក៏មិនកើតដែរតែយើងទៅចេះលើកដៃសម្រៀបសួរសំពះគេសម្ដែងគិរវៈគេក៏រាប់រកយើងវិញអញ្ចឹងដែរណាអញ្ចឹងចំណេះដឹងវាប្រសើរហើយប៉ុន្តែបើចេះដឹងហើយប្រកបដោយក្រមសីលធម៌នោះរឹងរឹកតែប្រសើរដែរប៉ុន្តែបើមានតែក្រមសីលធម៌ខ្វះចំណេះដឹងក៏វាពិបាកដែរអញ្ចឹងហើយទើបសូមឲ្យយើងលើកកម្ពស់តម្លៃសិក្សានេះគឺប្រឹងសិក្សាស្វែងយល់ស្រាវជ្រាវរៀបរកនៅចំណេះដឹងឯណាថ្មីដែលយើងមិនទាន់ដឹងមិនទាន់ចេះឲ្យចេះប៉ុន្តែពេលដែលចេះដឹងហើយក៏បីត្រូវរស់នៅក្នុងក្រមសីលធម៌ទាំងអ្នកដែលចេះអ្នកមិនចេះចេះរួបរวมគ្នាសាមគ្គីគ្នាជាចលករដើម្បីស្ដារឲ្យបាននៅធនធានមនុស្សដែលមានចំណេះដឹងនិងសិលធម៌កាលណាប្រទេសដែលមានចំណេះមានប្រជាជនដែលមានចំណេះដឹងច្រើនហើយមានសិលធម៌ច្រើនគឺប្រទេសល្អឥឡូវប្រជាជនយើង16លានអ្នកជាងអ្នកចេះសពថ្ងៃក៏ច្រើនដែរប៉ុន្តែចេះមែនហូបសម្រាមនៅតែបោះចោលដែរអាហ្នឹងក៏មិនកើតដែរដឹងតែចេះមកធ្វើអី